sẽ có những phương pi phương pin môi sợi nảiហើយដែលមាន7ត្បូងត្បូងកណ្ដាលគឺជាត្បូងដែលមានទម្ងន់1ក្រាតឬ 6.5 លីហើយត្បូងបន្ទាប់ទាំងពីរសងខាងគឺ 0.5 ក្រាតឬ 5 លីបន្ទាប់មក 4 លីហើយនិង 3 លីសេកនេះធ្វើមានលក្ខណៈជារង្វង់ឬគេឲ្យឈ្មោះថាវាមានរបកកោងជារបកកោងហើយគេអាចពាក់ចូលគ្រប់កម្មវិធីបានទាំងអស់ឬមួយក៏ពាក់ប្រចាំថ្ងៃក៏បានដែរហើយត្បូងពេជ្រ Moissanite គឺពាក់ទៅវាដូចជាពេជ្រអញ្ចឹងដែរអ្វីត្បិតតែវាមានកម្រិតទូថ្លៃក៏ប៉ុន្តែបើអ្នកមិនចាប់ឬមិនស្គាល់ច្បាស់ឬមិនមានប្រដាប់ពិនិត្យមើលទេគឺជាពេជ្រហើយណាមួយកម្រិតរឹងរបស់វាក៏ជាប្រហាក់ប្រហែលទៅនឹងពេជ្រដែរបើតាមយោងតាមការតេស្តនៃម៉ាស៊ីនដែលថាតេស្តពេជ្រនេះឯងគឺវាតេស្តរហូតដល់ពណ៌ក្រហមអស់តែម្ដងគឺដូចពេជ្រអញ្ចឹងដែរក៏តែជាវិទ្យាសាស្ត្រឬថាជាលក្ខណៈវិនិច្ឆ័យរបស់វាគឺកម្រិតរឹងរបស់វាត្រឹមតែ 9.25 ទេហើយពេជ្រ10ហើយបន្ទាប់ពីពេជ្រមកគឺ Moissanite ហ្នឹងដែលជាត្បូងរឹងជាងគេបំផុតលើសកណ្ដៀងលើសកន្ទឹមដែលវាមានកម្រិតរឹងត្រឹមតែ9ហើយ Moissanite 9.25កម្រិតរឹងចង់សំដៅទៅលើថាវាមិនចេះកកិតឬមិនសឹកឬមិនរិចឬមិនឆ្កូតទេមួយជីវិតនៃត្បូងរបស់វាហើយ Moissanite មានតម្លៃទូថ្លៃជាងពេជ្រក៏ប៉ុន្តែពាក់ទៅគឺដូចជាពេជ្រចឹងបើយើងមិនស្គាល់ច្បាស់ពេជ្រនិង Moissanite